សូមស្វាគមន៍បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបមួយសម្រាប់ខែភ្លៀងហើយអត់សូវមានពេលទៅក្រៅអញ្ចឹងណាសម្រាប់ម្ហូបហ្នឹងខ្ញុំថាខសាច់ជ្រូកជាមួយស្ពៃជូរហើយនៅក្នុងវីដេអូហ្នឹងខ្ញុំបានធ្វើវីដេអូឃ្លីបទូចៗមួយគឺពីរបៀបលាងសាច់និងកូរស្កររហូតដល់វគ្គដែលយើងដាក់ស្ពៃជូរអញ្ចឹងបងប្អូនអ្នកដែលចេះធ្វើម្ហូបអីបងប្អូនអាចមើលរូបមន្តឬក៏អាចមើលតាមវិធីខាងលើខ្ញុំធ្វើបានហើយបើសិនជាបងប្អូនចង់ដឹងថាត្រូវបង់ស្ករប៉ុន្មានបើចេញបានបងប្អូនអាចខមមិនសួរព្រោះអីដោយសារតែមុខម្ហូបហ្នឹងយើងអត់អាចទៅប្រាប់ចំទាំងអស់ហើយបងដោយសារតែមនុស្សទូទៅគឺយើងញ៉ាំម្ហូបរសជាតិខុសៗគ្នាក៏ប៉ុន្តែបើសិនជាបងចង់ដឹងថារសជាតិដែលខ្ញុំធ្វើហ្នឹងប្រៃជូរផ្អែមល្មមអីបងអាចខមមិនមកខ្ញុំនឹងប្រាប់ថាត្រូវដាក់ស្ករប៉ុន្មានបើប៉ុន្មានចេញប៉ុន្មានអញ្ចឹងណាហើយចង់បញ្ចប់កុំភ្លេចមានស្ពៃជូរអរគុណច្រើន